ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជីមកឃើញទីម៉ោងទៀតបងប្អូនគឺថ្ងៃហ្នឹងប្រហែលជាថ្ងៃចុងបញ្ចប់បងប្អូនបើសិនជាបងប្អូនដឹងអាចជួយ comment ប្រាប់ខ្ញុំផងគឺថ្ងៃនេះថ្ងៃ19ខែ7 2026បងប្អូនថ្ងៃហ្នឹងមានអារម្មណ៍ថាឃើញហាទីម៉ោងហាច្រើនវត្តណាបងប្អូនហើយនេះខ្ញុំបានជួបទីម៉ោងយក្សច្រើនមែនតើបងប្អូនហើយធំបងប្អូនតាមវត្តនីមួយគឺសិតតែមានទីម៉ោងបងប្អូនខាងសុកធំខេត្តកដាលស្អាងក៏ធំយើងហ្នឹងបងប្អូនគឺជាតាមផ្លូវគឺខែដង្ហែទៀនភាសាគឺអ៊ូអមែនតើបងប្អូនឥឡូវបានឃើញទីម៉ោងទៀតហើយគឺទីម៉ោងនេះអត់បានទៅដល់មុខផ្ទះខ្ញុំទេសំណាងដែលខ្ញុំជិះមកផ្សារឃើញណាបងប្អូនព្រោះអីបើវត្តផ្សេងនោះខ្ញុំអត់បានថតទេមកកាលពីព្រឹកមិញនោះដូចជាបាន3វត្តឯងបងប្អូនហើយនេះគឺទីម៉ោងនេះខ្ញុំជិះមកផ្សារឃើញទីម៉ោងនេះគឺគាត់ឈប់ធ្វើធំផ្សារហ្នឹងគឺលើកដាក់លម្អឡើងហ្មងសំណាងហើយដែលខ្ញុំជិះមកឃើញណាបងប្អូនហើយទីម៉ោងនេះគឺរៀងប្លែកព្រោះអីយើងធ្លាប់ឃើញម្ដងគឺសិតតែទីម៉ោងយក្សទីម៉ោងស្អាតអប៉ាអីអញ្ចឹងណាបងប្អូនហើយនោះទីម៉ោងហ្នឹងគឺសក់វិញដូចទីម៉ោងបិសាចមិនទេបងប្អូនគឺរូបរាងចេញមកគឺសក់សាហាវហ្មងបងប្អូននេះហើយសំណាងដែលបានឃើញទីម៉ោងហ្នឹងព្រោះអីបើអត់នឹងហៅទៅដល់មុខផ្ទះខ្ញុំបងប្អូនអញ្ចឹងបានឃើញនៅបានឃើញជីមកផ្សារបានឃើញទីម៉ោងហ្នឹងបងប្អូនឃើញទេចាំខ្ញុំមកចិត្តខ្ញុំថតឲ្យបងប្អូនទស្សនានេះបងប្អូននេះគឺអាក្រក់មែនតើបងប្អូនទស្សនាមើលគឺអាក្រក់ខ្លាំងណាស់គឺសាហាវមុខសាហាវហ្មងឡើងខ្មៅហើយសក់បាច់មើលទេហើយប្រហែលជាថ្ងៃហ្នឹងខ្ញុំគិតថាប្រហែលជាចាប់ការដង្ហែទៀនវិសាយមើលទៅបងប្អូនបានហាថ្ងៃហ្នឹងច្រើនឬក៏ថ្ងៃហ្នឹងជាថ្ងៃអាទិត្យបានវត្តអើយហាយច្រើនណាបងប្អូននេះបងប្អូនគឺខ្ញុំបានឃើញនេះថតឲ្យបងប្អូនទស្សនានេះគឺហត់ពេកឈប់ឲ្យបងប្អូនយុវជនយើងឈប់ហើយនេះបងប្អូនគឺអាក្រក់ខ្លាំងហ្មងបងប្អូនហើយនេះជីងម៉ោងយក្សដូចដែលយើងឃើញតាមវត្តនីមួយអញ្ចឹងណាហើយខ្ញុំថតនេះដោយសារតែឃើញព្រោះអីវីដេអូខ្ញុំឃើញខ្ញុំចេញថតទីម៉ោងច្រើនហើយអញ្ចឹងក៏អត់សូវថតទៀតដែរហើយនេះគឺទីម៉ោងនេះគឺទីម៉ោងប្លែកឃើញខ្ញុំអត់ដែរឃើញណាចឹងក៏ថតឲ្យបងប្អូនទស្សនាអរគុណបងប្អូនសម្រាប់ការទស្សនាចាំជួបគ្នានៅវីដេអូក្រោយទៀត